ពីការផ្ដោតទៅលើការញ៉ាំទឹកដោះគោរបស់កូនតើអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍ទៅលើអាហារអត់អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្វែងយល់នៅចំណុចមួយចំនួនហើយឲ្យអ្នកទាំងអស់គ្នាកុំស៊ីរៀសសង្កត់ធ្ងន់តែលើតែបរិមាណទឹកដោះគោខ្លាំងពេកការលូតលាស់របស់ក្មេងបើយើងនិយាយពាក់ព័ន្ធទៅនឹងក្មេងដែលអាយុមកខួបឡើងទៅអ្នកទាំងអស់គ្នាខ្ញុំតែងតែលើកដដែលគឺអាហារ3ពេលទើបជាអាហារសំខាន់សម្រាប់គាត់សួរថាទឹកដោះគោវាសំខាន់អត់ចឹងអ្នកគ្រូយើងនៅតែបន្តឲ្យគាត់ប្រើប្រាស់ដោយសារអីដោយសារតែនៅក្នុងវ័យមកខួបឡើងនេះគាត់អត់ទាន់បានទទួលយកសារធាតុចិញ្ចឹមពីអាហារបានគ្រប់គ្រាន់ទេអញ្ចឹងមានន័យមិនវិញគឺខ្ញុំចង់មានន័យថាចេះយើងនៅតែផ្ដល់ទឹកដោះគោឲ្យគាត់ក៏ប៉ុន្តែខ្ញុំអត់ចង់អ្នកទាំងអស់គ្នាសង្កត់ធ្ងន់ទៅលើបរិមាណទឹកដោះគោឲ្យញ៉ាំច្រើនពេកទេការញ៉ាំតែប្រមាណដែលច្រើនពេកគឺលើសពី600 ml នៅក្នុងមួយថ្ងៃក្មេងដែលគាត់ញ៉ាំអាហារបានហើយអ្នកទាំងអស់គ្នាខ្វល់ខ្វាយថាខ្លាចគាត់អត់លូតកម្ពស់អីហ្នឹងកុំបារម្ភថងចំណុចហ្នឹងដោយសារអីសារធាតុកាល់ស្យូមអាចទទួលបានតាមរយៈចំណីអាហារបានដូចគ្នាខ្ញុំចង់ឲ្យប៉ាម៉ាក់យល់ថាការលូតលាស់ការវិវត្តរបស់ក្មេងគឺត្រូវការសារធាតុអាហារទាំង5ក្រុមគឺមាន carbohydrate មាន protein មាន vitamin សារធាតុរ៉ែហើយនិង fat ក៏ហើយសារធាតុទាំងអស់ហ្នឹងបើយើងនិយាយសម្រាប់ក្មេងចាប់ពី1ខួបឡើងគឺយើងឲ្យគាត់ផ្ដល់តាមរយៈចំណីអាហារហើយចំណីអាហារទឹកដោះគោហ្នឹងក៏ចាត់ចូលជាអាហារមួយផ្នែកសម្រាប់គាត់ដែរក៏ប៉ុន្តែយើងអត់សូវជាផ្ដល់គាត់ច្រើនបានទេគឺយើងផ្ដល់ទៅលើអាហារ3ពេលដោយសារតែពេលដែលគាត់រូបរាងកាយគាត់ធំកាន់តែធំគឺគាត់ត្រូវការសារធាតុចិញ្ចឹមកាន់តែច្រើនអញ្ចឹងបើសិនជាគាត់ទទួលបានតែពីទឹកដោះគោគឺសារធាតុចិញ្ចឹមនៅក្នុងទឹកដោះគោគឺអាចផ្គត់ផ្គង់រាងកាយគាត់បានទេអញ្ចឹងបានអ្នកទាំងអស់គ្នាសង្កេតឃើញថាក្នុងកំឡុងពេល1ខួបឬក៏2ខួប2ខួបជាងអីហ្នឹងក្មេងខ្លះទៅតាមក្មេងខ្លះគឺគាត់ញ៉ាំទឹកដោះគោច្រើនប៉ុន្តែការលូតលាស់គាត់នៅល្អទេប៉ុន្តែពេលដែលគាត់លើសពីហ្នឹងគឺគាត់នឹងចាប់ផ្ដើមឡើងគីឡូលែងសូវមានហើយការលូតលាស់របស់គាត់និយាយទៅអាចថាយឺតក្រោមស្តង់ដារប្រចាំខែហើយបើសិនជាក្នុងករណីធ្ងន់ធ្ងរខ្លះក្មេងហ្នឹងគឺគាត់អត់សូវចេះទៅពីអាហារហើយគាត់អត់សូវចេះនិយាយទៀតអញ្ចឹងចាប់ពីអាយុ1ខួបឡើងទៅនេះអ្នកទាំងអស់គ្នាត្រូវតែផ្ដោតទៅលើអាហារឲ្យច្រើនជាងទឹកដោះគោធ្វើម៉េចឲ្យគាត់ញ៉ាំអាហារឲ្យបានច្រើនហើយចាំផ្ដោតទឹកដោះគោទៅតាមក្រោយច្រើននឹងច្រើននៅក្នុងបរិមាណប្រមាណកុំឲ្យអ្នកទាំងអស់គ្នាយល់ច្រឡំគឺច្រើននៅតាមអាយុរបស់គាត់ចឹងសម្រាប់កូនក្មេងគាត់អត់អាចញ៉ាំបាយចានច្រើនដូចមនុស្សធំទេគឺយើងមើលទៅតាមបរិមាណតម្រូវការទៅតាមអាយុរបស់គាត់ប៉ុន្តែខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាជំរុញនៅអាហារសិនពេលដែលគាត់ញ៉ាំអាហារហើយចាំឲ្យបរិមាណទឹកដោះគោទៅតាមក្រោយហើយសម្រាប់វិធីសាស្ត្រនៅក្នុងការផ្ដល់អាហារបើសិនជាគាត់មិនសូវចង់ញ៉ាំគឺខ្ញុំធ្លាប់ចែករំលែកនៅក្នុងវីដេអូមុនៗហើយដែលពាក់ព័ន្ធទៅនឹងក្មេងដែលគាត់រើសអាហាររយៈពេលប្រហែលម៉ោងយើងគួរតែផ្ដល់អាហារអ្នកទាំងអស់គ្នាអាចចូលទៅមើលវីដេអូមុនៗបាន